EV មិនមែនសម្រាប់មនុស្សគ្រប់គ្នាទេប៉ុន្តែបើអ្នកស្ថិតនៅក្នុង3ចំណុចនេះអ្នកគួរតែបដូរហើយអត់ទេខ្ញុំគិតថាមានមនុស្សជាច្រើនដែលស័ក្តិសមជាមួយនឹងរថយន្ត EV ច្រើនជាងអ្វីដែលបញ្ញាកំពុងគិតសួរបញ្ញាសួរឡុងថ្ងៃនេះខ្ញុំមានប្រធានបទមួយដែលចង់និយាយពីទី1ដូចជាអ្នករស់នៅក្នុងទីក្រុងភ្នំពេញសម្រាប់អ្នកធ្វើការឬក៏បងដែលគាត់ជិះទៅវិស័យកាហ្វេជិះ EV ហ្នឹងវាសំចៃច្រើនណា Yes វាជាការពិតព្រោះអីរថយន្ត EV មិនបាច់ចូលចាក់សាំងហើយក៏អាចដាក់ភ្លើងនៅផ្ទះបានដូចគ្នាទី2ដូចជាមនុស្សដែលគាត់ចូលចិត្ត technology ថ្មីដូចជា limiter C10 វាមាន smart system ជាច្រើនដូចជា update OTA បានអញ្ចឹងនិយាយទៅវាតន់សម័យកាលរបស់ការរស់នៅប្រចាំថ្ងៃដែរបើសិនជាអ្នកស្រឡាញ់បែប iPhone style អ្នកនឹងស្រឡាញ់រថយន្ត EV ដូចគ្នាទី3ក៏ប៉ុន្តែ EV គឺសម្រាប់អ្នកដែលគាត់គិតពីអនាគតហើយមួយទៀតវាកាត់បន្ថយការចំណាយក៏ច្រើនដែរវាអត់មានចំណាយទៅលើចាក់សាំង maintenance បដូរប្រេងអីច្រើនទេហើយមួយទៀតសូម្បីតែបរិស្ថានហ្នឹងក៏វាអត់មានបំពុលផ្សែងពុលដែរអញ្ចឹងសម្រាប់ដែលគាត់គិតពីអនាគតគិតពីបរិស្ថានគឺត្រូវហ្មងអូហើយចុះមួយទៀតបើសម្រាប់អ្នកដែលគាត់ញឹកញាប់ក្នុងការចុះខេត្តហើយគាត់អាសាបើកបោផ្លូវឆ្ងាយហ្នឹងមិនវិញកាលប៉ុន្តែសម្រាប់ limiter C10 នេះបើយើងគិតពីការសាកថ្មការជិះវាចន្លោះពី4ទៅ5គីឡូ3ហ្នឹងអញ្ចឹងវាអត់ជាបញ្ហាជាមួយនឹងការសាកថ្មទេចាយពេលសាកថ្មតែ5 10ទេទៅ20ទីហ្នឹងហើយយើងបន្តដំណើរបានឆ្ងាយមែនតើអានឹងអាស្រ័យលើគីឡូវ៉ាត់សាកទៀតបើសិនភ្លើងធំសាកលឿនហើយការចំណាយលុយក៏តិច1គីឡូវ៉ាត់ឥឡូវបើតាមដឹងមានទៅ7 800ហ្នឹងហើយឡាននេះ59.9ហ្នឹងវា70គីឡូវ៉ាត់អញ្ចឹងចំណាយលុយតែទុំ$ជាងជិះបានប៉ុណ្ណឹងចុះបើសិនជារថយន្ត EV ប្រៀបធៀបជាមួយឡានសាំងមួយណាមានភាពទំនើបជាងបើសម្រាប់ឡាន EV គឺរស់នៅក្នុងសម័យកាល technology ថ្មីហើយវាបច្ចេកវិទ្យាថ្មីការប្រើឡានពីរហ្នឹងវាខុសគ្នាឆ្ងាយគឺខុសគ្នាដាច់សូម្បីតែការបើកសូម្បីតែការជិះគឺខុសគ្នាផាសុខភាពដោយសារតែវាមានផ្សែងពុលអត់មានចំហែងអញ្ចឹងរថយន្ត EV មិនមែនជារថយន្តទេវាគឺជា lifestyle